ឥឡូវនេះគាត់អាចរៀនពីផ្ទះបានហើយលែងត្រូវទៅរៀនទាំងប្អូនស្រីនិងម្ដាយរបស់គាត់មានការសង្ស័យបន្ទាប់ពីញ៉ាំអាហារពេលព្រឹកចប់គាត់ក៏ត្រឡប់ទៅបន្ទប់របស់គាត់វិញដើម្បីហ្វឹកហាត់លីឆេងមើលប្អូនប្រុសរបស់គាត់នាងមានអារម្មណ៍ថាគាត់បានផ្លាស់ប្ដូរច្រើនទោះបីជានាងមិនដឹងក៏ដោយរបៀបពន្យល់វាប៉ុន្តែបងប្រុសរបស់នាងប្រកាសជាមានអារម្មណ៍អាថ៌កំបាំងជាងពេលនេះបន្ទាប់ពីបានឃើញអ្វីដែលគាត់បានឃើញនៅក្នុងពិភពសុបិនរបស់គាត់ដឹងថាគ្មានពេលខ្ជះខ្ជាយទេហើយគាត់ត្រូវឡើងទៅកំពូលឲ្យបានលឿនតាមដែលអាចធ្វើទៅបានហើយស្វែងរកវិធីផ្លាស់ប្ដូរអនាគតត្រឡប់មកវិញនៅក្នុងពិភពសុបិនលីសិនបានស្នើសុំឲ្យខ្ញុំនៅសៀវភៅកត់ត្រានិងវិធីសាស្ត្របណ្ដុះបណ្ដាលទាំងអស់ដែលទាក់ទងនឹងក្បាច់គុណលីសិនត្រូវបង្រួមវាឲ្យនៅសល់តែកម្រិតដែលសមស្របសម្រាប់កម្រិតរបស់គាត់ផ្ទាល់បន្ទាប់ពីត្រង់រួចមានជម្រើសកំពូលចំនួន3ត្រូវបានជ្រើសរើសជម្រើសទាំងអស់ត្រូវបានសរសេរដោយអ្នកក្បាច់គុណកម្រិត11ទី1គឺជាបច្ចេកទេសពង្រឹងរាងកាយផ្កាយជាមូលដ្ឋានទី2គឺបច្ចេកទេសដកដង្ហើមធម្មជាតិចុងក្រោយគឺបច្ចេកទេសសមាធិគ្រីស្តាល់ដែលជាផ្នែកមួយនៃកម្មវិធីផ្កាភ្លើងវាគឺដូចជាស្បែកមុខត្រូវបានលើកចេញពីភ្នែករបស់លីសិនដោយបង្ហាញអាថ៌កំបាំងនៃពិភពក្បាច់គុណអ្នកក្បាច់គុណកំពូលទាំងនេះបានមើលឃើញពីគ្រោះថ្នាក់ដែលនឹងមកដល់នៃពិភពលោកហើយបានរក្សាទុកនៅខ្លឹមសារនៃសិប្បកម្មពេញមួយជីវិតរបស់ពួកគេដោយសង្ឃឹមថានរណាម្នាក់នឹងបន្តកេរដំណែលរបស់ពួកគេដែលខ្ជះខ្ជាយពេលវេលាហើយភ្លាមបានចូលជ្រៅទៅក្នុងបច្ចេកទេសដែលបានជ្រើសរើសទាំង3បច្ចេកទេសបង្កើនរាងកាយតារាគឺជាវិធីសាស្ត្រដ៏ស៊ីជម្រៅដែលកំណត់រាងកាយមនុស្សទៅជាសកលលោកខ្នាតតូចដែលពង្រឹងគ្រប់ផ្នែកនៃរាងកាយនិងបញ្ចូលគ្រប់កោសិកាដែលមានថាមពលនៃផ្កាយបច្ចេកទេសដកដង្ហើមធម្មជាតិអនុញ្ញាតឲ្យអ្នកហាត់អនុវត្តស្រូបយកថាមពលនៃធាតុផ្សេងគ្នាដែលជួយបង្កើនសមត្ថភាពរាងកាយរបស់ពួកគេទីបំផុតវិធីសាស្ត្រសមាធិគ្រីស្តាល់គឺត្រូវបានប្រើដើម្បីពង្រឹងភាពរឹងមាំផ្លូវចិត្តនិងធ្វើឲ្យមនុស្សម្នាក់មានភាពធន់និងភាពតានតឹងនឹងគ្រោះថ្នាក់ដែលអនុញ្ញាតឲ្យពួកគេហ្វឹកហាត់កាន់តែមានប្រសិទ្ធភាពប៉ុន្តែបន្ទាប់ពីភ្ញាក់ពីដំណេកគាត់បានកត់សម្គាល់ថាបច្ចេកទេសទាំងនោះបានបន្សុទ្ធរាងកាយរបស់គាត់ដោយបញ្ចេញជាតិពុលទាំងអស់ចេញពីរាងកាយហើយក៏កំពុងរៀបចំប្រើប្រាស់នៅរូបមន្តដើម្បីបង្កើតនៅសារធាតុបន្ថែមដោយខ្លួនឯងនៅថ្ងៃបន្ទាប់ Launching បានមកដល់ White River Academy លោក John បានស្វាគមន៍គាត់យ៉ាងកក់ក្ដៅប៉ុន្តែបានរំលឹកគាត់ឲ្យចូលរៀនយ៉ាងហោចណាស់1 ម៉ោងក្នុងមួយសប្តាហ៍គាត់បានធ្វើដំណើរទៅអុកស្ថានដោយប្រាជ្ញាចិត្តជួលបន្ទប់សម្រាប់បង្កើតអាហារបំពន់របស់គាត់ទោះបីជាមានការបដិសេធជាច្រើនដងក៏ដោយលោក Lesion នៅតែបន្តលោក Chong បានឃើញភ្លើងនៅក្នុងភ្នែករបស់គាត់ហើយបានផ្ដល់មូលនិធិផ្ទាល់ខ្លួនដល់គាត់ចំនួន50,000បន្ថែមទៀតដោយផ្ដល់ឲ្យគាត់នៅមធ្យោបាយដើម្បីទិញអ្វីគ្រប់យ៉ាងដែលគាត់ត្រូវការពេញចិត្តត្រឡប់មកវិញមួយថ្ងៃនៅពេលដែល Lesion ហៀបនឹងបោះបង់ការស្វែងរកបន្ទប់ដែលវាសនាបានចូលមកគាត់បានជំពប់ដួលលើអសស្ថានដ៏ស្ងប់ស្ងាត់មួយអ្នកគិតលុយបានចូលរួមយ៉ាងជ្រាលជ្រៅក្នុងការផ្សាយផ្ទាល់ហើយបានប្រាប់ Lesion ឲ្យចាប់យកអ្វីក៏ដោយដែលគាត់ត្រូវការ Launching គ្រប់គ្រងដើម្បីចាប់យកការចាប់អារម្មណ៍របស់ Kashe ហើយបន្ទាប់ពីការសូកប៉ាន់ដ៏ឆ្លាតវៃមួយចំនួនគាត់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៃបន្ទប់មួយរយៈពេល3 ម៉ោងដោយស្លៀកអាវមន្ទីរពិសោធន៍របស់គាត់ Lesion បានចាប់ផ្ដើមការងាររបស់គាត់បានលាយបញ្ចូលគ្នានិងវាស់វែងដោយប្រើបច្ចេកទេសពីកម្មវិធីដូចជា Rick and Morty និង Fullmetal Alchemist ដើម្បីបង្កើតចុងក្រោយរបស់គាត់អាហារបំពន់ Launching កាន់ផលិតផលចុងក្រោយរបស់គាត់នៅក្នុងដៃរបស់គាត់វាគឺជាសារធាតុបន្ថែមដែលមិនដូចអ្វីផ្សេងទៀតដែលមានចំណេះដឹងដ៏កម្រនិងមានអានុភាពពី10,000 ឆ្នាំនាពេលអនាគត Lesion Balde បានយកសារធាតុបន្ថែមមកបូមមាត់របស់គាត់ដោយរងចាំយ៉ាងអន្ទះសារចំពោះឥទ្ធិពលដែលបានសន្យាទោះយ៉ាងណាក៏ដោយនៅពេលដែលគាត់លេបវត្ថុរោគាត់មានការខកចិត្តដែលមិនមានអារម្មណ៍អ្វីទាំងអស់តើនេះជាថ្នាំ Elixir ឥតប្រយោជន៍មួយផ្សេងទៀតដែរឬទេប៉ុន្តែបន្ទាប់មកការរញ្ជួយភ្លាមបានហូរពេញទ្រូងរបស់គាត់បណ្ដាលឲ្យគាត់ដួលទៅនឹងដីដោយការឈឺចាប់យ៉ាងខ្លាំងរាងកាយរបស់គាត់ប្រកាច់នៅពេលគាត់ស្រែកធ្ងោដោយការឈឺចាប់សរសៃវ៉ាញ់នឹករបស់គាត់ប៉ោងឡើងដោយភាពតានតឹង
អស់រយៈពេលជាច្រើននាទីដែលគ្មានទីបញ្ចប់ Lee Shen បានមកដល់ជាន់មិនអាចធ្វើអ្វីបានក្រៅពីទ្រាំទ្រនឹងការឈឺចាប់នោះទេអារម្មណ៍ឈឺចាប់ហើយទ្រូងគាត់ប៉ុន្តែភ្លាមនៅពេលដែលវាបានចាប់ផ្ដើមការធ្វើទារុណកម្មបានធូរស្រាលធ្វើឲ្យគាត់ដកដង្ហើមធំហើយត្រាំក្នុងញើសទោះបីជាការឈឺចាប់ដែលគាត់ទើបតែបានជួបប្រទះក៏ដោយ Lee Shen ភ្ញាក់ផ្អើលដោយប្រសិទ្ធភាពនៃសារធាតុបន្ថែមមិនត្រឹមតែបានជួយបង្កើនកម្រិតថាមពលក្នុងឈាមរបស់គាត់ប៉ុណ្ណោះទេប៉ុន្តែវាក៏បានដំណើរការផងដែរភាពអស្ចារ្យនៅលើសម្បុររបស់គាត់ដែលធ្វើឲ្យស្បែករបស់គាត់ភ្លឺថ្លាជាមួយនឹងភាពត្រជាក់ត្រចង់ថ្មីមួយទោះយ៉ាងណាក៏ដោយ Lee Shen ត្រូវបានរំខានភ្លាមដោយការគូសទ្វារយ៉ាងប្រញាប់របស់អ្នកគិតលុយនៅមាត់ទ្វារដោយគ្មានពេលទំនេរបុរសវ័យក្មេងចង្អុលបង្ហាញយ៉ាងខ្លាំងទៅ Lee Shen ឲ្យរត់គេចខ្លួនតាមច្រកចេញខាងក្រោយព្រមានគាត់ថាម្ចាស់បានត្រឡប់មកវិញនៅពេលដែលម្ចាស់ហាងដើរចូលទៅក្នុងមន្ទីរពិសោធន៍ទឹកមុខរបស់នាងពោពេញទៅដោយកំហឹងនិងការខកចិត្តនាងតែងតែដឹងថាឧស្សាហកម្មសារធាតុបន្ថែមគឺខុសខើនឹងអមនុស្សធម៌ប៉ុន្តែឥឡូវនេះជាងពេលណាទាំងអស់នាងពិតជាដឹងពីតម្រូវការក្នុងការបន្តនៅការប្រកាន់ខ្ជាប់នៅមនោគមវិជ្ជាហួសសម័យបាននាំឲ្យពួកគេធ្លាក់ចុះមានតែការទទួលយកការផ្លាស់ប្ដូរនិងការច្នៃប្រឌិតប៉ុណ្ណោះដែលអាចសង្ឃឹមថានឹងទទួលបានជោគជ័យនៅក្នុងទីផ្សារដ៏សាហាវនេះអ្នកគិតលុយបានអង្គុយយ៉ាងភ័យនៅជ្រុងម្ខាងផ្ដល់ការស្វាគមន៍ដោយអៀនខ្មាស់នៅពេលដែលម្ចាស់ហាងដើរកាត់គាត់បេះដូងរបស់នាងលិចលង់ដូចជានាងបានកត់សម្គាល់ស្នាមប្រឡាក់នៅលើអាវមន្ទីរពិសោធន៍របស់នាងហើយនាងបានសម្លឹងមើលបុរសវ័យក្មេងដែលគ្មានសំណាងដោយកំហឹងយ៉ាងខ្លាំងតើអ្នកបានអនុញ្ញាតឲ្យនរណាម្នាក់ចូលទៅក្នុងមន្ទីរពិសោធន៍របស់ខ្ញុំទេនាងបានទាមទារសម្លេងរបស់នាងត្រជាក់និងមុតដូចកាំបិតអ្នកគិតលុយបាននិយាយទាំងញោមមាត់និងនិយាយមិនច្បាស់មិនអាចផ្ដល់ការឆ្លើយតបសមហេតុផលជាមួយនឹងការខឹងសម្បារម្ចាស់បានបណ្ដេញគាត់នៅនឹងកន្លែងនៅពេលដែលនាងចាប់ផ្ដើមសម្អាតបន្ទប់ពិសោធន៍ភ្នែករបស់នាងបានធ្លាក់ទៅលើសំណល់ដែលខ្ចាត់ខ្ចាយនៃសារធាតុបន្ថែមរបស់ Lee Shen ដោយមានការចង់ដឹងចង់ឃើញភ្លាមនាងបានដួលដំណក់ទឹកតូចដោយក្តីភ្ញាក់ផ្អើលនាងបានរកឃើញថាសូម្បីតែមួយដំណក់នៃសារធាតុបន្ថែមនេះមានថាមពលខ្លាំងអស្ចារ្យបន្ទាប់មកម្ចាស់ហាងបានរត់ចេញពីហាងយ៉ាងលឿនដើម្បីដេញតាមអ្នកគិតលុយដែលនៅពេលដែលអ្នកគិតលុយងាកមកសំឡេងជើងដែលកំពុងខិតជិតមកដល់បេះដូងរបស់គាត់លោតញាប់ញ័រដោយភាពរំភើបនៅពេលឃើញម្ចាស់ហាងរត់មករកគាត់តួលេខជីវិតនិងសក់រលោងរបស់នាងហាក់ដូចជាធ្វើឲ្យគាត់តាក់ទាញហើយគាត់ស្រមៃថាប្រហែលជានេះជាឱកាសចុងក្រោយរបស់គាត់សម្រាប់ហារីមផ្ទាល់របស់គាត់ប៉ុន្តែមុនពេលគាត់អាចនិយាយពាក្យមួយម៉ាត់ម្ចាស់បានចាប់គាត់ដោយយកអាវរបស់នាងការបញ្ចេញមិត្តរបស់នាងគឺសាហាវហើយបញ្ជាពេលនាងទាមទារឲ្យដឹងថាអ្នកណាបានប្រើមន្ទីរពិសោធន៍របស់នាងអ្នកគិតលុយអាចមានអារម្មណ៍ថាមានកម្លាំងរបស់នាងការក្តាប់បានធ្វើឲ្យគាត់រង្គោះរង្គើទៅមកម្ចាស់បានសន្យាថានឹងបង្កើនប្រាក់ខែទ្វេដងប្រសិនបើគាត់អាចតាក់ទងទៅមនុស្សនោះបានដែលប្រើប្រាស់បន្ទប់ពិសោធន៍របស់នាងហើយគាត់ញ័រហើយប្រកូលទូរស័ព្ទរបស់គាត់ម្ចាស់អាចមានអារម្មណ៍ថាសរសៃឈាមរបស់នាងលោតញាប់ដោយភាពរំភើបនឹងការរំពឹងទុកខណៈដែលនាងដឹងថាអាហារបំពន់នេះមានប្រសិទ្ធភាពជាង10ដងអាហារបំពន់ទាំងនោះបច្ចុប្បន្ននេះនៅក្នុងទីផ្សារសម្រាប់$100,000អ្វីដែលធ្វើឲ្យវាក្លាយជាការវិវត្តលំដាប់ពិភពលោកគឺថាគ្រឿងផ្សំគឺសាមញ្ញនិងមានតម្លៃសមរម្យដែលតម្លៃសុទ្ធរបស់វាមិនលើសពី$5,000ត្រឡប់ទៅ Lodging ដែលទើបតែបញ្ចប់វគ្គហ្វឹកហាត់ដ៏ខ្លាំងក្លារបស់គាត់ទូរស័ព្ទរបស់គាត់ស្រាប់តែរត់ដោយការហៅដែលមិនបានរំពឹងទុកពីអ្នកគិតលុយទោះជាយ៉ាងណាក៏ដោយចំពោះការភ្ញាក់ផ្អើលរបស់គាត់សំឡេងនៅម្ខាងទៀតគឺជាសំឡេងស្ត្រីដែរបានកំណត់អត្តសញ្ញាណខ្លួនឯងថាជាម្ចាស់អស្ថានឈ្មោះរបស់នាងគឺស៊ូស៊ូដោយមិនស្ទាក់ស្ទើរស៊ូស៊ូបានស្នើសុំជួបជាមួយលូសៀនយ៉ាងអន្ទះសារដោយបង្ហាញពីការចាប់អារម្មណ៍យ៉ាងស្មោះស្ម័គ្ររបស់នាងក្នុងការលើកកម្ពស់បដិវត្តន៍ថ្មីរបស់គាត់បន្ទាប់ពីបានបញ្ជាក់ពីកិច្ចប្រជុំសម្រាប់សប្តាហ៍ក្រោយស៊ូស៊ូស្ទើរតែទប់ចិត្តមិនបានភាពរំភើបចំពោះការជួបអូស្ការីដ៏ប៉ិនប្រសប់របស់នាងភាពរីករាយក៏ស្រាប់តែថមថយភ្លាមនៅពេលដែលអ្នកគិតលុយបានលាតត្រដាងនៅវិវរណៈដ៏គួរឲ្យភ្ញាក់ផ្អើលមួយបុរសដែលបានប្រើប្រាស់មន្ទីរពិសោធន៍របស់នាងគឺគ្រាន់តែជាសិស្សវិទ្យាល័យប៉ុណ្ណោះ
បន្ទាប់ពីមានការភ្ញាក់ផ្អើលមួយផ្លេតពេលនេះនាងកាន់តែចង់ដឹងអំពីអត្តសញ្ញាណពិតរបស់ Lee Shen ខណៈពេលដែល Lee Shen កាន់តែស៊ីជម្រៅទៅក្នុងសុបិនអាណាចក្រគាត់អាចមានអារម្មណ៍ថាថាមពលរបស់គាត់កំពុងកើនឡើងជារៀងរាល់ថ្ងៃគោលដៅរបស់គាត់គឺអ្នកក្បាច់គុណកម្រិត4ខ្មោចឆៅដែលជាគូប្រជែងដ៏ខ្លាំងក្លាដោយមិនស្ទាក់ស្ទើរមួយផ្លេត Lee Shen បានចាប់ប្រកាន់ឆ្ពោះទៅរកខ្មោចឆៅប៉ុន្តែនៅពេលដែលគាត់ចូលមកជិតសម្រាប់ការសម្លាប់គាត់ត្រូវបានគេចាប់បានដោយការវាយបកយ៉ាងរហ័សដែលបណ្ដាលឲ្យដៃរបស់គាត់ស្ពឹកនិងឈឺចាប់